រៀងរាល់ម៉ោង12យប់ពួកគេនឹងកាន់ថង់លាមកគោមួយថង់រងចាំនៅផ្លូវដែលគោចាស់ត្រូវឆ្លងកាត់គ្រាន់តែដើម្បីបន្លំខ្លួនឡើងលើឡានចុងក្រោយដែលដឹកជញ្ជូនសុបិនអាក្រក់គេនិយាយថាក្អែកនៃអាណាចក្រយមរាជតែងតែចូលមកកាន់ពិភពមនុស្សនៅពេលយប់ជ្រៅដើម្បីប្រមូលសុបិនអាក្រក់រួចដឹកជញ្ជូនត្រឡប់ទៅកាន់ពិភពខាងទៀតវិញតាមរយៈផ្លូវសម្ងាត់ដោយគោចាស់ដែលដឹងចិត្តសត្វដើម្បីធ្វើជាធម្មពលសម្រាប់ដំណើរការអាណាចក្រយមរាជហើយដើម្បីបោកប្រាស់ជ្រមុះដ៏វៃឆ្លាតរបស់គោចាស់ដើម្បីឡើងឡានបានវិធីតែមួយគត់គឺប្រើលាមកគោដើម្បីបិទបាំងខ្លួនមនុស្សរស់មូលហេតុដែលពួកគេសុខចិត្តចំណាយកម្លាំងនិងប្រថុយគ្រោះថ្នាក់លុបចូលអាណាចក្រយមរាជបែបនេះគឺដើម្បីស្វែងរកដួងព្រលឹងទេពមួយភាគដែលនៅសេសសល់របស់វែងយានកាលពីពេលមុនកាយិនបានធ្វើឲ្យព្រលឹងវែងយានខ្ចាត់ខ្ចាយដោយអចេតនាមានតែការប្រមូលព្រលឹងទេពដែលខ្ចាត់ខ្ចាយក្នុងភពទាំង3ទើបអាចជួយនាងបានហើយព្រលឹងទេពដ៏សំខាន់បំផុតមួយភាគគឺស្ថិតនៅក្នុងជួងបុរាណក្នុងអាណាចក្រយមរាជភពទាំង3បានកំណត់ច្បាប់ថាអ្នកដែលចូលអាណាចក្រយមរាជបើមិនមែនជាថ្នាក់ទេពជាន់ខ្ពស់គឺមិនអាចចូលបានប្រមាណអ្នកសុទ្ធតែមិនទាន់ដល់កម្រិតទើបគ្មានជម្រើសពួកគេមានតែប្រើផែនការលួចចូលដើម្បីបន្លំខ្លួនចូលទៅក្នុងអាណាចក្រយមរាជអាណាចក្រយមរាជនេះតាមពិតមានសភាពបែបនេះសោះក្រៅពីមិនឃើញពន្លឺថ្ងៃគឺពោពេញទៅដោយភាពសុខសាន្តនិងស្ងប់ស្ងាត់ប្រជាជនរស់នៅដោយសុខដុមរមនានៅលើផ្លូវដ៏អ៊ូអរពោពេញទៅដោយសម្លេងសើចសប្បាយរបស់ក្មេងខុសគ្នាដាច់ស្រឡះពីពាក្យចាំអារម្មណ៍ថាអាណាចក្រយមរាជគួរឲ្យខ្លាចនិងនឹកសូនអសងអាណាចក្រយមរាជនេះពិបាកចូលណាស់លក្ខខណ្ឌដើម្បីចូលអាណាចក្រយមរាជគឺតឹងរឹងបំផុតរាប់ម៉ឺនឆ្នាំមកនេះគំរំមានអ្នកក្រៅអាចឈានជើងចូលមកណាស់ដូច្នេះពាក្យចាំអារម្មណ៍ទាំងនោះក៏មិនអាចយកជាការបានដែរពេលដែលយើងកំពុងលងក្នុងទិដ្ឋភាពនេះស្រាប់តែចាប់អារម្មណ៍ឃើញអ្វីមួយមិនប្រក្រតីព្រលឹងទេពស្ថិតនៅខាងក្នុងនោះសម្លឹងមើលវិមានឆောင်းវិញរបស់ស្ដេចយមរាជពួកគេក៏បង្អង់ល្បឿនខណៈពេលដែលពួកគេកំពុងបារម្ភអ្នកយាមនៅមាត់ទ្វារក៏បានប្រាប់ផ្លូវដល់ពួកគេប្រសិនបើចង់ចូលទៅក្នុងវិមានឆောင်းវិញរបស់ស្ដេចយមរាជត្រូវតែទៅយកប័ណ្ណសញ្ញាភ្ញៀវពីអគារឈីយ៉ាងជាមុនសិនហងយ៉ាងអ្នកមានទ្រព្យដែលឈ្មោះឆ្មៃគ្រាន់តែមកដល់អគារឈីយ៉ាងក៏បង្ហាញរូបពីជីកូនអ្នកមានព្រាមដាក់តម្លៃមកពួកយើងចង់ជួបកូនស្រីស្ដេចយមរាជឲ្យបានលឿនបំផុតឯងដាក់តម្លៃមកនាងមានលុយច្រើនណាស់អ្នកណាទៅដឹងនៅពេលបុគ្គលិកលក់ដកប័ណ្ណសញ្ញាចេញមកបែរជាត្រូវខ្មាស់គេទៅវិញព្រោះសំបីតែប័ណ្ណសញ្ញាថ្នាក់ទាបបំផុតក៏លុយដែលគេយកតាមខ្លួនមិនទាន់នឹងទិញផងចុះហេតុអីមិនឯងស្រែកដាក់យើងខ្លាំងម្ល៉េះឯងមិននឹកស្មានថាវាថ្លៃបែបនេះមែនទេឃើញថាផ្លូវនេះមិនអាចទៅរួចទេយើងក៏បដូរវិធីសាស្ត្រម្ចាស់អគារឈីយ៉ាងពិតជាពូកែណាស់ប្រសិនបើលោកពិតជាមានប័ណ្ណសញ្ញាដែលអាចចូលវិមានឆောင်းវិញបានគ្រប់ពេលមែនក៏អាចចាត់ទុកថាជាអ្នកមានអំណាចបំផុតក្នុងអាណាចក្រយមរាជដែរក្នុងការដែលមកដល់ហើយហេតុអីមិនដាក់តម្លៃសម្រាប់ប័ណ្ណសញ្ញាពិសេសនេះដោយផ្ទាល់តែម្ដងទៅរូបភាពដ៏អង្អាចរបស់គេយិនពិតជាបានតាក់ទាញម្ចាស់អគារឈីយ៉ាងឲ្យចេញឈីយ៉ាងដែលត្រូវបានបង្ខំឲ្យជួបបានដាក់ភារកិច្ចមួយដែលមើលទៅដូចជាសាមញ្ញឲ្យគេទៅតាមរកធម្មជាតិទាំង3ដែលបាត់បង់នៅក្នុងពិភពមនុស្សត្រឡប់មកវិញអាចដោះដូរយកប័ណ្ណសញ្ញាពិសេសសម្រាប់ជួបស្ដេចយមរាជបានគេយិនមិននឹកស្មានថាអាចចរចាបានងាយស្រួលបែបនេះទេក៏ប្រញាប់អូសដៃយាយិនដែលចង់សួរនាំច្រើនចាក់ចេញទៅភ្លាមព្រោះគេចាប់អារម្មណ៍យ៉ាងវៃឆ្លាតថាកម្លាំងរបស់ឈីយ៉ាងគឺជ្រៅមិនអាចស្មានដល់នឹងមានភាពចម្លែកគ្រប់កន្លែងអ្នកណាដឹងខណៈពេលដែលពួកគេងាកក្រោយចាក់ចេញក៏មានរឿងកើតឡើងទឹកមុខឈីយ៉ាងស្រាប់តែប្រែប្រួលភ្លាមហើយគ្រប់គ្រងខ្លួនឯងមិនបានក៏ស្ទុះទៅរកយាយិនតែនៅវិនាទីចុងក្រោយក៏បង្ខំចិត្តរកដៃមកវិញតាមពិតឈីយ៉ាងគឺជាខ្លួនមួយប្រលឹងពីរដួងធាតុក្នុងខ្លួនរងរបួសធ្ងន់មានតែដួងធាតុរបស់សត្វឈ្នួយនឹងទើបអាចជួយព្យាបាលបានហើយសត្វឈ្នួយនឹងគឺស្ទើរតែដាច់ពូជទៅហើយប្រលឹងមួយទៀតក្នុងខ្លួនឈីយ៉ាងគឺអូជីខំតែបានជួបយាយិនពិតជាមិនព្រមលែងឱកាសដ៏កម្រនេះឡើយប៉ុន្តែឈីយ៉ាងមិនចង់ធ្វើបាបអ្នកស្លូតត្រង់ឡើយដូច្នេះហើយទើបនៅវិនាទីចុងក្រោយលោកបានខាត់អូជីដោយផ្អែកលើការណែនាំរបស់ដាវបុរាណគ្រប់គ្នាបានមកដល់មាត់ទន្លេក៏រកឃើញថាមានបិសាចអន្ទង់នៅបាតទន្លេបន្លំខ្លួនជាស្ដេចប្រាស់អ្នកភូមិដែលមិនដឹងរឿងឲ្យយកស្រីក្រមុំមកសែនដើម្បីរៀបការជាមួយវាជាធ្នូនឹងការការពារគេយិននិងអ្នកផ្សេងទៀតមើលធ្លុះភ្លាមនៅល្បិចប្រាស្រីក្រមុំមកសែនរបស់បិសាចអន្ទង់ជាមួយគ្នានោះយានឈួនក៏បានប្រើកម្លាំងភ្នែកទើបរកឃើញថាធម្មជាតិទាំង3គឺនៅក្នុងដៃបិសាចអន្ទង់ដើម្បីយកធម្មជាតិទាំង3មកវិញនិងដើម្បីជួយសង្គ្រោះស្រីក្រមុំស្លូតត្រង់អេយិនបានបន្លំខ្លួនជាស្រីក្រមុំចូលទៅជួបបិសាចអន្ទង់គេយិនដែលបារម្ភពីអេយិនក៏ឆ្លៀតឱកាសស្លុបចូលទៅជាមួយដែរដោយប្រើខ្សែចំណងទេពបំបាំងកាយរងចាំការពារនៅក្បែរអេយិនយ៉ាងណាមិញបិសាចអន្ទង់ដែលចិត្តនឹងខ្លាចជាទេពទៅហើយបានមើលធ្លុះការបន្លំខ្លួនរបស់អ្នកទាំងពីរយ៉ាងលឿនបិសាចអន្ទង់តែងតែប៉ងចង់ខ្លាចជានាគជាពិសេសនៅពេលវាដឹងថាអេយិនគឺជាសត្វឈ្នួយនឹងវាកាន់តែឈួតវង្វេងបូមយកធម្មពលដើម្បីបង្កើនកម្រិតមន្តអាគមឃើញថាដួងធាតុរបស់អេយិនត្រូវបានបង្ខំឲ្យញែកចេញហើយនាងចាប់ផ្ដើមបាត់បង់ជីវិតបន្តិចម្ដងសូម្បីតែមន្តអាគមការពារខ្លួនដែលធ្លាប់ហៅមកបានគ្រប់ពេលក៏លែងមានប្រសិទ្ធភាពគេយិនដែលកំពុងព្យាយាមបំបីកោនាងមន្តអាគមមានអារម្មណ៍ឈឺចាប់ដូចនៅពេលដែលគេអស់សង្ឃឹមឈាមនៃភាពច្របូកច្របល់បានជ្រាបចូលទៅក្នុងដាវបុរាណទេពដែលសម្រាប់ពិភពលោកបានភ្នាក់ឡើងបញ្ចេញកម្លាំងទេពបំបីកោនាងធ្វើឲ្យបិសាចអន្ទង់រងរបួសធ្ងន់និងដណ្ដើមយកដួងធាតុរបស់អេយិនមកវិញនៅពេលគេយិនដាក់ដួងធាតុចូលទៅក្នុងខ្លួនអេយិនវិញដោយប្រុងប្រយ័ត្នបិសាចអន្ទង់បានខំសម្បាយ៉ាងខ្លាំងហើយប្រែខ្លួនជាពស់យ៉ាដេញវាប្រហារមិនឈប់អេយិនមិនគិតពីសុវត្ថិភាពខ្លួនឯងក៏ស្ទុះទៅជួយជាលទ្ធផលអ្នកទាំងពីរត្រូវបានមន្តអាគមរបស់បិសាចអន្ទង់គ្រប់គ្រងជាប់ធម្មពលរបស់អ្នកទាំងពីរត្រូវបានបិសាចអន្ទង់បូមយកមិនឈប់ឈរត្រឹមតែមួយសន្ទុះក៏ប្រែជាទន់ខ្សោយជាខ្លាំងគេយិនមានអារម្មណ៍ថាស្មារតីចាប់ផ្ដើមព្រាលតែនៅតែព្យាយាមប្រើកម្លាំងការពារដែលនៅសេសសល់បញ្ជូនធម្មពលដែលនៅសល់តិចតួចបំផុតរបស់ខ្លួនឲ្យទៅអេយិនដើម្បីរក្សាជីវិតនាងប្រហែលជាខណៈពេលនេះសូម្បីតែខ្លួនគេផ្ទាល់ក៏មិនទាន់ដឹងខ្លួនដែរថាអ្នកបម្រើទូចម្នាក់នេះបានចូលមកកាន់កាប់ទីតាំងដែលមិនអាចជំនួសបានក្នុងចិត្តគេបាត់ទៅហើយអេយិនសម្លឹងមើលសភាពរបស់គេយិនបែបនេះក៏ស្រក់ទឹកភ្នែកតែគ្មានកម្លាំងនឹងរើបំរះឡើយក្នុងគ្រាដ៏គ្រោះថ្នាក់បំផុតនោះហងយ៉ែននិងយ៉ាងឈួនក៏បានបង្ហាញខ្លួនទាន់ពេលវេលាអ្នកទាំង4រួមដៃគ្នាប្រយុទ្ធជាមួយបិសាចអន្ទង់ចុងក្រោយក៏បានកំចាត់បិសាចអន្ទង់ដែលបង្កចលាចលនៅទីនេះឲ្យរលាយសាបសូន្យយ៉ាងឈួនបានរើសយកធម្មជាតិទាំង3ពីក្នុងគំនោភេទប្រគល់ឲ្យអេយិននិងគេយិនបន្ទាប់ពីគ្រោះថ្នាក់ត្រូវបានដោះស្រាយអ្នកទាំងពីរបែរជាភ្ញាក់ផ្អើលដែលឃើញថាមន្តអាគមការពារត្រូវបានដោះចេញឃើញអេយិនដើរចេញទៅជាមួយហងយ៉ែនយ៉ាងសប្បាយរីករាយគេយិនពិបាកនឹងលាក់បាំងភាពខកចិត្តណាស់